ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខទៀតហើយមុខម្ហូបសាមញ្ញធម្មតាខជើងជ្រូកជាមួយនឹងពងទាតែយកឲ្យបានដាក់នេះតាមពិតខហ្នឹងបើសិនយើងដាក់ទំពាំងផងឆ្ងាញ់ណាដាក់ទំពាំងប៉ុណ្ណាដោយសារអ្នកផ្ទះខ្ញុំគាត់អត់ហូបទំពាំងទេអញ្ចឹងដាក់តែពងទានឹងសាច់ជើងជ្រូកប៉ុណ្្នឹងឯងថ្ងៃនេះក៏បានធ្វើម្ហូបឥឡូវម៉ោង 2:10 ជាងហើយបានធ្វើម្ហូបឥឡូវហេវដល់ក៏ធ្វើម្ហូបដល់ហេវដល់តែក៏ទុកឲ្យហេវចឹងបានហូបឆ្ងាញ់បងប្អូនឥឡូវយើងចាប់ដើមហើយនេះដាក់ស្ករត្រឡោកស្ករពងស្ករឲ្យវាក្រហមហើយយើងដាក់សាច់ដាក់អីចូលព្រោះខយើងធ្វើនេះលក្ខណៈធ្វើកាត់បងប្អូនយើងប្រឡាក់សាច់រួចសពគ្រប់ហើយបានយើងដាក់ស្ករត្រឡោកហើយបានយើងចាក់សាច់ចូលយើងមិនបាច់ដាក់គ្រឿងទៀតងាស់ទៅដាក់តែពងទាទៅហើយឥឡូវឆ្អិននេះខឆ្អិនណាយើងចាប់ដើមយើងហេវហើយដួសហើយដួសបាយដួសបាយដួសសម្លដួសខយកទៅហូបដល់ពេលហេវពេកនិយាយអត់ត្រូវទេបងប្អូននិយាយបកខុសឥឡូវយើងតែពិតវាអត់ទាន់សូវផុយល្អមកនេះប៉ុន្តែដោយសារម៉ោង 1 ហើយម៉ោង 1 ជាងហើយយើងហេវហើយហេវខ្លាំងពេកមកដាក់មកម៉ាត់ដបូននោះក្តៅអូក្តៅពេញមាត់ល្អមើលកលេងពេញមាត់ក្តៅពេកតែរសជាតិពេញឆ្ងាញ់ណាបងប្អូនអើយឆ្ងាញ់យើងធ្វើលក្ខណៈហូបខ្លួនឯងរសជាតិយើងកំងបានតាមចិត្តខ្លួនឯងអញ្ចឹងមានតែខ្លួនឯងទៅយើងដឹងរសជាតិបែបណាដែលយើងអាចធ្វើទៅបានហូបឆ្ងាញ់ខ្លួនឯងបើថាទិញគេយើងមិនអាចកំងរសជាតិបានដូចខ្លួនឯងធ្វើទេអញ្ចឹងបងប្អូនអរគ្នាមកញ៉ាំបាយជុំគ្នាបងប្អូនកុំភ្លេចជួយ like ជួយ share ផងបងប្អូន